មកពីលោកត្រីវិយោរកស៊ីមិនមានកំណើតឬក៏មកពីអ្នកស្រីត្រីដាណាមិនមានការជួយជ្រោមជ្រែងឧបត្ថម្ភទៅដល់ប្អូនប្រុសនេះគឺជាសំណួររបស់មហាជនអ្នកលេងតាមបណ្ដាញសង្គមដែលជាសំណួរចាស់ដោតបំផុតចំពោះអ្នកស្រីជំទាវត្រីដាណាហើយក្នុងនោះអ្នកស្រីជំទាវត្រីដាណាគាត់បានសរសេរសំណេរសារជាច្រើនផងដែរបន្ទាប់ពីដឹងរឿងអាស្រូវរបស់បងប្អូនដែលជាប្អូនបង្កើតរបស់គាត់ឈ្មោះត្រីវិយោឃើញបងប្អូនអ្នកលេងបណ្ដាញសង្គមលើកឡើងថាហេតុអីបានជាទៅលក់ទឹកអំពៅយ៉ាងកក្លែកកក្លាក់យ៉ាងដូចនេះទាំងដែលមានបងស្រីជាអ្នកជំទាវអុកញ៉ាត្រីដាណាម្ចាស់ហាងពេជ្រក៏ដូចជាម្ចាស់ brand NNP ដ៏ល្បីល្បាញប្រចាំព្រះរាជាណាចក្រកម្ពុជាទៅហើយបែរជាបណ្ដែតបណ្ដោយឲ្យប្អូនទៅលក់ទឹកអំពៅត្រេកត្រាក់ក្លែកខ្លះយ៉ាងដូចនេះប៉ុន្តែជាក់ស្ដែងអ្នកស្រីជំទាវត្រីដាណាគឺជួយទៅដល់ប្អូនប្រុសត្រីវិយោច្រើនមែនទែននេះបើតាមដែលដឹងនៅក្នុងបណ្ដាញសង្គមឃើញថាអ្នកស្រីបានជួយជ្រោមជ្រែងទៅលើត្រីវិយោជាខ្លាំងទាំងផ្ទះទាំងរថយន្តទាំងបង្កើតមុខរបរនិងឲ្យជាអ្នកគ្រប់គ្រងហាងពេជ្រថែមទៀតផងប៉ុន្តែមកពីត្រីវិយោនោះទេដែលមិនចេះក្តោបក្តាប់ឱកាសហើយបណ្ដែតបណ្ដោតឲ្យខ្លួនទៅជាបែបនេះមកពីខ្លួនមិនចេះជួយខ្លួនចាំពឹងតែបងស្រីអ្វីវាមិនប្រសើរដូចការគិតទៅទេខ្លួនទីពឹងខ្លួនទើបល្អអ្វីដែលប្រសើរគឺត្រូវប្រឹងបន្ថែមទោះបីជាមានបងស្រីជាសថីនីចាំជួយជ្រោមជ្រែងយ៉ាងណាក៏ដោយត្រូវចាំថាបើកាលណាបើសិនជាយើងធ្វើឲ្យខ្លួនឯងលំបាកទោះបីជាអ្នកណាមកជួយយ៉ាងណាក៏អ្នកមិនអាចរីកចម្រើនបានដែរប៉ុន្តែយើងមកចាប់អារម្មណ៍តាក់ទិនជាមួយនឹងត្រីវិយោវិញឃើញថាបានផ្ទុះរឿងរ៉ាវជាខ្លាំងតាក់ទិនជាមួយនឹងខ្លួនដើរលក់ទឹកអំពៅដែលដាក់ត្រេកត្រាក់យ៉ាប់យ៉ឺនជាមែនតើហើយត្រូវបានអ្នកចិត្តខាងបាញ់ទឹកបាញ់បំពង់ប្រលត់អគិភ័យយ៉ាងសន្ធោសន្ធៅយ៉ាងអាណោចអាសូរផងដែរអាណោចអាធមមែនតើបងប្អូនប្រិយមិត្តរឿងរ៉ាវទាំងនេះប៉ុន្តែអ្នកស្រីត្រីដាណាគាត់ឃើញហើយគាត់ស្ទើរតែចង់ស្លាប់ហើយប្រិយមិត្តមួយចំនួនក៏បានលើកឡើងថាហេតុអ្វីបានជាលោកស្រីមានងារជាអ្នកអង្គការហើយមានទ្រព្យសម្បត្តិស្រុកស្ដំដើរជួយអ្នកក្រដើរជួយអ្នកអត់ហេតុអីបានជាមិនទៅជួយប្អូនប្រុសរបស់ខ្លួនប៉ុន្តែអ្នកស្រីបានជួយទៅលើលោកត្រីវិយោច្រើនមែនទែនបងប្អូនប្រិយមិត្តអ្នកដែលមិនដឹងគឺមិនដឹងនោះទេអញ្ចឹងហើយបងប្អូនសូមឈប់យល់ច្រឡំតិចទៅបាទព័ត៌មានមួយនេះខ្ញុំបាទសូមធ្វើការបញ្ចប់តែប៉ុណ្ណេះសិនហើយយើងរងចាំបន្ទាប់ទៀតថាតើនឹងទៅជាយ៉ាងណាអត្ថាធិប្បាយព័ត៌មានដែលខ្ញុំបាទមានសារៈក៏សូមធ្វើការបញ្ចប់តែប៉ុណ្ណេះបើសិនជាមានព័ត៌មានអ្វីបន្ទាប់ខ្ញុំបាទនឹងធ្វើការអាប់ដេតនៅលើ page ផ្លូវការរបស់អង្គភាពសារព័ត៌មាន CCN TV ព័ត៌មានប្រចាំថ្ងៃអត្ថាធិប្បាយដែលខ្ញុំបាទមានសារៈក៏សូមអរគុណនិងសូមគោរពលាជួបគ្នាក្នុងព័ត៌មានបន្ទាប់